មុននឹងចាត់ទុកថាថ្នាំព្យាបាលជំងឺថប់បារម្ភឬក៏ធ្លាក់ទឹកចិត្តមានប្រសិទ្ធភាពលុះត្រាតែទីមួយរយៈពេលនៃការប្រើប្រាស់ថ្នាំនឹងគ្រប់គ្រាន់អញ្ចឹងភាគច្រើនថ្នាំលើកទឹកចិត្តត្រូវការរយៈពេលចន្លោះពី4ទៅ6សប្តាហ៍ដើម្បីឲ្យផលសម្រាប់ការព្យាបាលប្រសិនបើអាការៈអត់មានការប្រសើរឡើងទេក្នុងរយៈពេលពី6ទៅ8សប្តាហ៍យើងអាចនិយាយថាថ្នាំនឹងគ្មានប្រសិទ្ធភាពទេទី2កម្រិតនៃការប្រើប្រាស់អញ្ចឹងថ្នាំព្យាបាលត្រូវប្រើឲ្យដល់កម្រិតនៃការព្យាបាលដូចជាថ្នាំ Fluoxetine យ៉ាងហោចណាស់ក៏20មីលីក្រាមដែរក្នុងមួយថ្ងៃថ្នាំ Sertraline យ៉ាងហោចណាស់ក៏50មីលីក្រាមដែរក្នុងមួយថ្ងៃនិងថ្នាំ Venlafaxine យ៉ាងហោចណាស់ក៏150មីលីក្រាមដែរក្នុងមួយថ្ងៃបើសិនបើកម្រិតទាបពេកធ្វើឲ្យគ្មានប្រសិទ្ធភាពបែបហ្នឹងវាមិនមែនដោយសារតែថ្នាំព្យាបាលទេគឺដោយសារតែកម្រិតនៃថ្នាំព្យាបាលហ្នឹងវាទាបពេកអញ្ចឹងទៅធ្វើឲ្យកម្រិតជាតិថ្នាំនៅក្នុងឈាមហ្នឹងវាអត់ថិតថេរឬក៏ទាបជាងធម្មតាហើយមួយទៀតអ្នកដែលពិសារថ្នាំគួរតែជៀសវាងថ្នាំមួយចំនួនឬក៏ជៀសវាងការហូបគ្រឿងស្រវឹងដែលធ្វើឲ្យប្រសិទ្ធភាពរបស់ថ្នាំហ្នឹងមានការថយចុះអ្នកជំងឺមួយចំនួននៅពេលដែលគាត់ពិសារថ្នាំបានមួយសប្តាហ៍ពីរសប្តាហ៍ហើយគាត់អត់មានឃើញអីប្លែកជាទូទៅគាត់ឈប់ហូបថ្នាំហើយអញ្ចឹងបើសិនជាយើងប្រើប្រាស់ថ្នាំទៅអត់មានប្រសិទ្ធភាពទេជម្រើសមានពីរទីមួយបើសិនបើកម្រិតថ្នាំនឹងអត់ទាន់ពុះដល់កម្រិតអតិបរមាទេយើងត្រូវទៅឡើងថ្នាំដល់កម្រិតអតិបរមាទីពីរបើសិនរយៈពេលអត់គ្រប់គ្រាន់ទេយើងត្រូវប្រើវាឲ្យគ្រប់គ្រាន់សិនហើយបើសិនជាប្រើកម្រិតគ្រប់គ្រាន់ហើយអ្នកជំងឺគាត់ពិសារថ្នាំនឹងជាប់លាប់ហើយប៉ុន្តែនៅតែអត់មានប្រសិទ្ធភាពទៀតយើងត្រូវប្ដូរថ្នាំចេញ